ផលយើងដោះចេញហើយបងប្អូនដោះចេញរើសមីចេញមើលឃើញថាស្កូតទៀតដែរចូលស្កូតម្យ៉ាងទៅវាលក្ខណៈវាស្រួលដែរតែជាពិសេសទៅវាមូលហេតុយើងប្រើទៅវាដាក់លាយប្រេងត្រូវស្តង់ដារវាស្ទើរហៅថាប្រេងស្ទើរបងប្អូនបាទមើលវាស៊ីប៊ីស្តុងវាហៀងគប់ហើយគប់ពេហ្នឹងលក្ខណៈគប់ពេយើងប្រើប្រេងលាយវាត្រូវស្តង់ដារវាគ្រប់ចំនួនហើយប្រើយ៉ាងទៅប្រេងលាយឥឡូវប្រើធូវាមានបញ្ហាមកដាក់ទៅល្អដាក់ពីទេកូស្មិចអានោះវ៉ាល្អលេខ1ទៅល្អហ្នឹងអញ្ចឹងមានតែយើងខាត់សេមីវាបន្តិចទៅបងប្អូនបាទខាត់សេមីបន្តិចដាក់វាស្តុងថ្មីចូលដាក់វាស្តុងថ្មីក្រវ៉ាត់ថ្មីចូលបងប្អូនបាទវិធីសាស្ត្រមានតែអញ្ចឹងបាទដើម្បីដំណើរការទៀតហើយផ្សេងនេះគាត់យកទៅផែទៅជ្រះមិនទៅកាត់ផែក្តារស្លឹកពុំចាក់ធ្វើសំណងបាទមកការដើម្បីពេលអញ្ចឹងវាទៅការម៉ាស៊ីនទៅការខ្លាំងដែរកម្ដៅទៅការកម្ដៅខ្លាំងអញ្ចឹងវាមិនមែនកាត់ផ្ដួលកាត់អង្គន់ឲ្យផ្លែទេណាអញ្ចឹងយើងប្រើសូមណែនាំដល់បងប្អូនប្រើប្រេងលាយបានឲ្យច្រើនតិចបាទចុះតែវាហុយតិចវាមានជាតិរំអិលពួកហ្នឹងវាយើងប្រើវាមិនមែនដូចតូយើងលាយប្រេងម៉ាស៊ីនផ្សេងណាពួកហ្នឹងវាប្រើតែសាំងមកមុខលាយជាមួយប្រេងជាតិរំអិលបាទប្រេងម៉ាស៊ីនបាទមានតែប៉ុណ្្នឹងទេបងប្អូនបាទសូមធ្វើការណែនាំប៉ុណ្្នឹងបាទអរគុណ